ក្នុងកម្មវិធី Word យើងអាចដាក់រូប logo សាលារៀនក្រសួងស្ថាប័នផ្សេងៗនៅខាងក្រៅបែបនេះបានដាក់បែបហ្នឹងយើងហៅថាដាក់ watermark បាទជាដំបូងយើងមានឯកសារដែលយើងវាយបញ្ចូលហើយបន្តមកទៀតអត់ទាន់មានរូប logo ទេអញ្ចឹងដើម្បីកំណត់វាអ្នកទាំងនេះចូលកន្លែង design មកមនុយ design ខាងលើហ្នឹងបាទហើយចូលកន្លែង watermark បាទមាន page border ដាក់សុំ page color សម្រាប់យើងដាក់ពណ៌ស្លឹកកិច្ចការបាទអញ្ចឹងយើងចូលកន្លែង watermark ហើយកន្លែងនេះគឺយើងចង់ដាក់ជាអក្សរនៅខាងលើ do not copy ហ្នឹងបាទហើយចុច custom watermark មកបាទយើងចង់ដាក់ជំរឿផ្សេងៗអញ្ចឹងកន្លែងនេះមានដាក់ជំរឿជាអក្សរឬដាក់ជំរឿជារូបភាពបាទចង់ដាក់អក្សរដាក់កន្លែងនេះមកបាទយើងយក text ខាងក្រោមមកបើដាក់ជារូបភាពយក picture watermark ហើយយើង select picture select រូប logo ក្នុងកុំព្យូទ័រយើងមកបាទហើយរូប logo ហ្នឹងគឺជារូបដែលយើងកាត់ផ្ទៃអត់មានផ្ទៃទេបាទយកទៅរូប logo ទៅទេបាទបើសិនជាមានផ្ទៃត្រូវកាត់ផ្ទៃចេញបាទហើយកន្លែងនេះយើងទំហំវាយើងយកត្រឹម auto មកទំហំភាគរយហ្នឹងយកត្រឹម auto មកហើយចុច OK មកបាទអញ្ចឹងរូប logo ហ្នឹងបានមកហើយបាទឃើញទេហើយតកតងឯកសារគឺយើងវាយបញ្ចូលសិនទៅបាទរូប logo ហ្នឹងចាំយើងវាយបញ្ចូលវាតាមក្រោយហើយអ្នកទោសគ្នាចង់កំណត់ជាអក្សរក៏បានដែរបាទឧទាហរណ៍ខ្ញុំចង់ដាក់ do not copy ហាមចម្លងអញ្ចឹងបាទអញ្ចឹងខ្ញុំចុចមកគេឲ្យគំរូស្រាប់ print មើលបាទមានហាមចម្លងនៅខាងក្រៅអ្នកទោសនេះចង់សរសេរជាអក្សរខ្មែរក៏បានឬយើងចង់យក style trade ក៏បានដែរបាទដូចជាក្រសួងអប់រំគេចេញសេចក្តីប្រកាសអញ្ចឹងគេដាក់ហាមចម្លងឬក៏ឈ្មោះក្រសួងអប់រំអញ្ចឹងទៅបាទបើយើងចង់ដាក់ជារូប logo យើងយកកន្លែងមិញដដែលមកបាទទៅយករូប logo ដែលអត់មានផ្ទៃរបស់យើងហ្នឹងបាទចុច OK មកហើយបាទអញ្ចឹងអ្នកទាំងគ្នា print មើលបាទអញ្ចឹង print ទៅវាជាប់បាទហើយតើតង logo យើងត្រូវធ្វើទុកបាទកាត់ background វាឲ្យស្អាតអញ្ចឹងដល់ពេលយើងត្រូវការទាញយកហ្មងបាទសូមអរគុណ